មួយព្រះបិតានិងព្រះមេតាត្រូវព្រះបាទព្រហ្មទត្តចាប់ទៅសម្លាប់សូមបុត្រកុំប្រាប់គេឯងថាខ្លួនជាព្រះរាជបុត្ររបស់ព្រះបិតាឲ្យសោះដោយបារម្ភពីព្រះរាជសុវត្ថិភាពរបស់ព្រះរាជបុត្រព្រះបាទទីកតេក៏បានឲ្យស្មុនឆ្នាំងភៀសប្រកាយព្រះរាជបុត្រទៅចិញ្ចឹមបីបាច់ថែរក្សានៅភូមិទីតេឆ្ងាយពីព្រះអង្គលុះកន្លងច្រើនឆ្នាំមកព្រះបាទព្រហ្មទត្តក៏បានរកឃើញស្រុកលាក់ខ្លួនរបស់ព្រះបាទទីកតេនិងព្រះមហេសីហើយទ្រង់ក៏បានបញ្ជាឲ្យទាហានទៅប្រហារជីវិតស្ដេចទាំងទ្វេនៅកណ្ដាលព្រៃនោះតែម្ដងឯទីឃីវុកុមារដែលបានធ្វើដំណើរទៅលេងព្រះបិតានិងព្រះមេតាដោយសពដងក៏បានទៅតាមទៅឃើញហេតុការណ៍នោះទីឃីវុក៏តក់ស្លុតយ៉ាងខ្លាំងតែកុមារប្រឹងទប់ស្មារតីឯព្រះបាទទីកតេនៅពេលដែលបានឃើញព្រះរាជបុត្រទីឃីវុពីចម្ងាយទ្រង់ក៏បានស្រែកផ្ដាំដល់បុត្រជាប្រយោលថាណែទីឃីវុកូនកូនឯងកុំឃើញកាលវែងកុំឃើញកាលខ្លីណែទីឃីវុកូនធម្មតាពៀមិនដែលរំងាប់ដោយការចងពៀទេគឺពៀតែងតែរំងាប់ដោយការមិនចងពៀបណ្ដាំព្រះបាទទីកតេបានធ្វើឲ្យពេជ្ឈឃាតយល់ថាព្រះអង្គជាមនុស្សវិកលចរិតដូច្នេះគេក៏ប្រញាប់ប្រហារសង្ខារព្រះអង្គនិងព្រះមហេសីភ្លាមទៅចាប់ពីពេលនោះមកទីឃីវុកុមារខំប្រឹងសិក្សាយ៉ាងយកចិត្តទុកដាក់រហូតបានក្លាយជាអ្នករាជការនៅបម្រើចំណិតព្រះបាទព្រហ្មទត្តវេលាកាលមួយព្រះបាទព្រហ្មទត្តបានចេញទៅប្រពៀតព្រៃដោយប្រើទីឃីវុជាអ្នកបរព្រះរាជរថលុះធ្វើដំណើរឆ្ងាយទៅក៏បានបំបោសេះយ៉ាងលឿនបង្ហោះទាហានទាំងឡាយ